សត្វតម្រៃដែលមានគេឈ្មោះល្បីៗបំផុតចំនួន8នៅក្នុងប្រវត្តិសាស្ត្រទោះបីជាសត្វតម្រៃបានចាប់កំណើតនៅលើភពផែនដីរាប់លានឆ្នាំមកហើយក៏ដោយក៏ប៉ុន្តែភាគច្រើនដំរីត្រូវបានស្គាល់ដោយប្រជាជនដែលនៅត្រង់ទឹកដីអាហ្វ្រិកនិងអាស៊ីតែប៉ុណ្ណោះចំណែកឯប្រជាជននៅលោកខាងលិចបានចាប់ផ្ដើមស្គាល់សត្វដំរីនៅម្ដុំជាឆ្នាំ331មុនគ្រិស្តសករាជគឺនៅពេលដែលអាត្រិច Alexander បានធ្វើសង្គ្រាមទល់ជាមួយនឹងចក្រភពពាក់ហើយពាក់បានប្រើប្រាស់សត្វដំរីធ្វើសង្គ្រាមក្រោយមក Alexander ក៏បានជួបប្រទះជាមួយនឹងដំរីសង្គ្រាមម្ដងទៀតនៅក្នុងទឹកដីរបស់ឥណ្ឌាគឺព្រះចៅអាត្រិច Alexander និងមេតបរបស់ព្រះអង្គដែលជាអ្នកបាននាំយកសត្វដំរីពីភាគខាងកើតទៅកាន់ភាគខាងលិចហើយថែមទាំងបានប្រើប្រាស់ដំរីយ៉ាងច្រើននៅក្នុងការធ្វើសង្គ្រាមនៅក្រោយពេលដែល Alexander បានស្លាប់ទៅគេបានរកឃើញថានៅក្នុងជួរកងទ័ពរបស់ព្រះចៅអាត្រិចអង្គនេះមានប្រើប្រាស់សត្វដំរីសម្រាប់ប្រយុទ្ធលើសមរភូមិរហូតដល់ទៅ 10,000 ក្បាលឯណោះនៅក្នុងវីដេអូនេះលោកអ្នកនឹងបានស្គាល់សត្វដំរីចំនួន8ដែលត្រូវបានគេកត់ត្រាថាជាដំរីដែលមានគេឈ្មោះល្បីបំផុតនៅក្នុងប្រវត្តិសាស្ត្រហើយគេឈ្មោះរបស់ពួកគេនេះកើតឡើងទៅតាមលក្ខខណ្ឌខុសៗគ្នាសូមអញ្ជើញលោកអ្នកទស្សនាជាបន្តទៅមើលថាតើសត្វដំរីណាខ្លះដែលជាដំរីល្បីបំផុតហើយអ្វីទៅដែលធ្វើឲ្យវាមានភាពល្បីល្បាញតើអ្នកនៅក្នុងសម័យ Dinosaur ឬ Gen Z សម័យ Dinosaur គេកាន់កាតសមាជិកនឹងកំប៉ុងក្រដាសតែ Gen Z គេកាន់ K-Store App មាន K-Store App ដែលមានកាតសមាជិកនឹងកំប៉ុងរាប់ពាន់ហាននៅក្នុងដៃរបស់អ្នក Shop Smart Shop with K-Store ទី1ដំរី Pachyderm របស់លោកមេតបពីរុសឧត្តមសេនីយ៍ពីរុសគឺជាមេតបដ៏ល្បាញល្បីរបស់ក្រិចគាត់មានគោលបំណងនៅក្នុងការស្ដារចក្រភពម៉ាស៊ីដូនីរបស់ Alexander ឡើងវិញដូច្នេះហើយបានជានៅក្នុងឆ្នាំ279មុនគ្រិស្តសករាជលោកមេតបពីរុសបានលើកកងទ័ពឈ្លានពានចូលភាគខាងត្បូងរបស់អ៊ីតាលីប្រយុទ្ធជាមួយនឹងពួករ៉ូម៉ាំងនៅក្នុងចំណោមកងទ័ពរបស់គាត់នោះមានដំរីសឹកចំនួន20ក្បាលដំរីសឹករបស់លោកមេតបពីរុសត្រូវបានគេឲ្យឈ្មោះថាដំរីសឹក Pachyderm លោកមេតបពីរុសសង្ឃឹមថាសត្វដំរីទាំងអស់នេះនឹងបំផ្លាញប្រព័ន្ធការពាររបស់កងទ័ពរ៉ូមក៏ប៉ុន្តែនៅពេលប្រយុទ្ធដំរីទាំងអស់នេះបានក្លាយទៅជាឧបសគ្គរបស់កងទ័ពក្រិចទៅវិញដោយវាពាំងផ្លូវពិបាកឲ្យកងទ័ពរបស់ក្រិចធ្វើដំណើររលទៅមុខបានលឿនយ៉ាងណាក៏ដោយវាក៏បង្កជាការភ្ញាក់ផ្អើលទៅដល់កងទ័ពរបស់រ៉ូមផងដែរមិននឹកស្មានតែក្រិចប្រើប្រាស់សត្វដំរីធ្វើជាកងទ័ពសង្គ្រាមមួយនេះទ័ពដំរីរបស់លោកឧត្តមសេនីយ៍ពីរុសទទួលបានជោគជ័យក៏ប៉ុន្តែជ័យជំនះនេះក៏បង្កឲ្យមានការខូចខាតយ៉ាងខ្លាំងផងដែរចាប់តាំងពីពេលនោះមកទ័ពដំរី Pachyderm របស់លោកមេតបពីរុសមានគេឈ្មោះល្បីៗទី2ដំរី Saurus របស់លោកមេតប Hannibal គឺជាមេដឹកនាំយោធាដែលមានគេឈ្មោះល្បីៗបំផុតរបស់កាតានិងត្រូវបានគេទុកថាជាសត្រូវលេខ1របស់រ៉ូមនៅក្នុងឆ្នាំ218មុនគ្រិស្តសករាជHannibal បានដឹកនាំកងទ័ពយ៉ាងច្រើនធ្វើដំណើរចាកចេញពីអាហ្វ្រិកខាងជើងឆ្លងកាត់ទឹកដីអេស្ប៉ាញឆ្លងកាត់ជួរភ្នំអាល់និងទឹកដីហ្គោលឆ្ពោះទៅរកការឈ្លានពានទឹកដីរបស់ពួករ៉ូម៉ាំងដែលស្ថិតនៅភាគខាងជើងរបស់អ៊ីតាលីនៅក្នុងក្បួនកងទ័ពនេះ Hannibal បានប្រើប្រាស់សត្វដំរីបុកបញ្ចូលគ្នាទាំងដំរីអាស៊ីនិងដំរីអាហ្វ្រិកចំនួន6ក្បាលក៏ប៉ុន្តែឆ្លងកាត់រដូវត្រជាក់នៅលើតំបន់អឺរ៉ុបដំរីចំនួន5ក្បាលក្នុងចំណោម6ក្បាលបានស្លាប់មួយក្បាលចុងក្រោយនោះគឺជាសត្វដំរីដែលមានឈ្មោះថា Saurus ក្លាយទៅជាដំរីដ៏មានគេឈ្មោះនៅក្នុងប្រវត្តិសាស្ត្រហើយក៏ជាយានយន្តនេះរបស់លោកមេតប Hannibal ផងដែរដើម្បីពិនិត្យមើលទម្រង់ទ័ពរបស់គាត់ដែលកំពុងតែធ្វើដំណើរ Saurus ចាប់ឈ្មោះថាជាសត្វដំរីដែលបានធ្វើដំណើរឆ្លងកាត់ជួរភ្នំអាល់ដ៏វែងអន្លាយជាមួយនឹងលោកឧត្តមសេនីយ៍ Hannibal ទី3 Canola សត្វដំរីដែលបានជួយមរុំរួមទឹកដីស្រីលង្កា Canola គឺជាសត្វដំរីដ៏ល្បីឈ្មោះរបស់ព្រះរាជា Dotu Kamanu ដែលសោយរាជ្យនៅស្រីលង្កាអំឡុងសតវត្សទី2មុនគ្រិស្តសករាជដំរីមួយនេះបានចូលរួមនៅក្នុងការធ្វើសង្គ្រាមដួលរំលំស្ដេចអ៊ីឡារ៉ាដែលសោយរាជ្យនៅឥណ្ឌាភាគខាងត្បូងនៅកំឡុងសង្គ្រាមមួយនេះដំរី Canola បានជួយឲ្យស្ដេច Dotu Kamanu អាចគ្រប់គ្រងលើដែនកោះស៊ីឡុនទាំងមូលដែលដែនកោះស៊ីឡុននេះគឺជាប្រទេសស្រីលង្កាបច្ចុប្បន្នសត្វដំរី Canola នេះត្រូវបានគេចាប់យកមកពីព្រៃនៅចំថ្ងៃកំណើតរបស់ Dotu Kamanu ហើយពួកគេបានធំធាត់ជាមួយគ្នាដំរី Canola បានចូលរួមនៅក្នុងការធ្វើសឹកសង្គ្រាមជាច្រើនហើយថែមទាំងបានកំទេចបន្ទាយរបស់សត្រូវមិនតិចនោះទេជាស្ដែងដូចជាសង្គ្រាមវិលុកក្រុងវិជេតនាការ៉ានៅក្នុងឆ្នាំ161មុនគ្រិស្តសករាជ
ទី4 Abdul Abbas សត្វដំរីរបស់ស្ដេចសាឡាម៉ាញនៅក្នុងឆ្នាំ801នៃគ្រិស្តសករាជអ្នកជំនួញជនជាតិជ្វីបម្នាក់មានឈ្មោះថាអេសាបានធ្វើដំណើរត្រឡប់ពីចក្រភពពេកខេត្តអាហ្វ្រិកឆ្ពោះទៅកាន់តំបន់អឺរ៉ុបបន្ទាប់ពីបានរស់នៅទីនោះរយៈពេល4ឆ្នាំតាមក៏ពិតទៅអ្នកជំនួញជនជាតិជ្វីបម្នាក់នេះគឺជាបេសកជនរបស់ស្ដេចសាឡាម៉ាញដែលត្រូវបានបញ្ជូនឲ្យទៅកាន់ចក្រភពពេកខេត្តទ្វីបអាហ្វ្រិកអ៊ីសាត្រូវបានស្ដេចសាឡាម៉ាញបញ្ជូនឲ្យទៅទិញដំរីមួយក្បាលពីអេសរជនដ៏មានឥទ្ធិពលម្នាក់នៅក្នុងចក្រភពពេកមានឈ្មោះថា Harun al-Rashid ក្រោយមក Harun al-Rashid នេះហើយគឺជាអ្នកដែលបានធ្វើឲ្យទីក្រុងបាដាតមានភាពរុងរឿងជាពិសេសនោះគឺចំណេះដឹងផ្នែកវិទ្យាសាស្ត្រហើយនិងសាសនាសត្វដំរីមួយក្បាលនេះបានធ្វើឲ្យរាជវង្សប៊ីសុងតាំងនៅក្រិចនិងរាជវង្សអ៊ូម៉ាយ៉ាតនៅទឹកដីអេស្ប៉ាញពីសត្រូវក្លាយមកជាមិត្តហើយបានបញ្ជាសង្គ្រាមជាច្រើនសត្វដំរីមួយនេះត្រូវបានស្ដេចសាឡាម៉ាញឲ្យឈ្មោះថា Abdul Abbas គឺយកទៅតាមឈ្មោះរបស់ស្ថាបនិកចក្រភព Abbasid ស្ដេចសាឡាម៉ាញក៏បាននាំយកសត្វដំរី Abdul Abbas នេះចូលរួមនៅក្នុងសង្គ្រាមទួលជាមួយនឹងពួកដាណាម៉ានៅក្នុងឆ្នាំ804នៃគ្រិស្តសករាជផងដែរទី5ដំរីរបស់ស្ដេច Henry ទី3សាឡាម៉ាញដែលជាមេដឹកនាំរបស់ចក្រភព Holy Roman ត្រូវបានគេស្គាល់ថាជាស្ដេចដែលចូលចិត្តប្រើប្រាស់សត្វដើម្បីភ្ជាប់ទៅvớiទំនងការទូតនៅចន្លោះឆ្នាំ1207ទៅដល់ឆ្នាំ1272នៃគ្រិស្តសករាជមេដឹកនាំរបស់អង់គ្លេសគឺស្ដេច Henry ទី3បានទទួលអំណោយជាច្រើនពីព្រះរាជារបស់នគរផ្សេងៗក្នុងនោះចក្រភព Holy Roman ក្រោមការដឹកនាំរបស់ព្រះចៅអធិរាជ Frederick ទី2បានបញ្ជូនសត្វអូមួយក្បាលទៅឲ្យស្ដេច Henry ទី3ចំណែកឯស្ដេចរបស់ Norway បានបញ្ជូននៅខ្លាឃ្មុំទឹកកកមួយក្បាលប៉ុន្តែសត្វដែលធ្វើឲ្យស្ដេច Henry ទី3ចាប់អារម្មណ៍បំផុតនោះគឺអំណោយរបស់ស្ដេចបារាំង Louis ទី9ដែលជាសត្វដំរីដ៏ធំមួយគឺដំរីអាហ្វ្រិកបន្ទាប់ពីទទួលបានអំណោយមួយនេះស្ដេច Henry ទី3បានបញ្ជាឲ្យគេកសាងលំនៅឋានដ៏ធំមួយនៅក្នុងទីក្រុងឡុងសម្រាប់សត្វដំរីអេសរាជនរបស់អង់គ្លេសជាច្រើនអ្នកបានចូលទៅទស្សនាសត្វដំរីនេះហើយសូម្បីតែអ្នកប្រវត្តិសាស្ត្រក៏បានចូលទៅមើលនិងពិពណ៌នាអំពីដំរីនេះយ៉ាងច្រើនផងដែរប៉ុន្តែគួរឲ្យស្ដាយរស់នៅក្នុងទីក្រុងឡុងត្រឹមតែ2ឆ្នាំតែប៉ុណ្ណោះសត្វដំរីរបស់ស្ដេច Henry ទី3ក៏បានស្លាប់មូលហេតុនៃការស្លាប់នោះគឺដោយសារតែវាត្រូវបានគេដាក់ស្រាក្រហមឲ្យផឹកច្រើនពេកទី6 Hano ដំរីសត្វចិញ្ចឹមរបស់សម្ដេចប៉ាបនៅក្នុងឆ្នាំ1514នៃគ្រិស្តសករាជបេសកជននិងជាអ្នករុករកជនជាតិប៉ូទុយហ្គាល់មានឈ្មោះថា Tristan de Cunha បានធ្វើដំណើរទៅកាន់ទីក្រុងរ៉ូមនៅក្នុងដំណើរដ៏វែងឆ្ងាយនេះ Tristan de Cunha បាននាំយកដំរីឥណ្ឌាពណ៌សមួយក្បាលដ៏ស្រស់ស្អាតដែលជាអំណោយរបស់សម្ដេចប៉ូទុយហ្គាល់ Manuel ទី1ប្រគល់ទៅឲ្យសម្ដេចប៉ាប Leo ទី9ក្រោមការបង្វឹករយៈពេលយ៉ាងយូរដំរីនេះក្លាយទៅជាដំរីដែលស្ដាប់បញ្ជាហើយនៅចំពោះមុខសម្ដេចប៉ាប Leo ទី9វាថែមទាំងបានលួចជង្គង់និងលើកយកប្រមាយរបស់វាបាញ់ទឹកឡើងទៅលើទៀតផងសម្ដេចប៉ាបសែនស្រឡាញ់និងពេញចិត្តចំពោះសត្វដំរីសមួយក្បាលនេះណាស់ហើយបានថែរក្សាវាឲ្យល្អជាទីបំផុតតាមក៏ពិតទៅដំរីមួយនេះគឺជាសំណូករបស់ស្ដេចប៉ូទុយហ្គាល់ជូនចំពោះសម្ដេចប៉ាបដើម្បីឲ្យបរិវត្តទីកង់គាំទ្រចំពោះប្រទេសប៉ូទុយហ្គាល់នៅពេលដែលប៉ូទុយហ្គាល់បានរកឃើញកោះដ៏សំខាន់មួយនៅត្រង់ទឹកដីប្រទេសឥណ្ឌូនេស៊ីបច្ចុប្បន្នគឺកោះស្ប៉ៃយុទ្ធសាស្ត្រប្រគល់កូនដំរីសទៅឲ្យសម្ដេចប៉ាបនេះពិតជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់សម្រាប់ប៉ូទុយហ្គាល់សម្ដេចប៉ាបបាននាំយកសត្វដំរីនេះទៅបង្ហាញមុខនៅក្នុងពិធីសាសនាជាច្រើននៅក្នុងទីក្រុងរ៉ូមនៅក្នុងឆ្នាំ1516ដំរីមួយក្បាលនេះក៏បានស្លាប់នៅពេលដែលវាមានអាយុត្រឹមតែ7ឆ្នាំតែប៉ុណ្ណោះបន្ទាប់ពីដំរី Hano បានស្លាប់ទៅសម្ដេចប៉ាប Leo សោកស្ដាយជាទីបំផុតហើយបានបញ្ជាឲ្យវិចិត្រករ Raphael គូររូបសត្វដំរីនេះប៉ុន្តែគំនូរនេះបានបាត់ទៅហើយទី7ដំរីចាំបូបើទោះបីជាចាំបូមិនមែនជាសត្វចិញ្ចឹមរបស់សម្ដេចប៉ាបឬក៏ជាអំណោយទៅដល់ព្រះរាជាណាមួយក៏ប៉ុន្តែចាំបូគឺជាសត្វដំរីដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងណាស់នៅក្នុងសតវត្សទី19ដំរីមួយនេះថែមទាំងបានទាក់ទាញឲ្យម្ចាស់ស្ត្រីវីកតូរីយ៉ារបស់អង់គ្លេសទៅទស្សនាការសម្ដែងរបស់វាទៀតផងចាំបូត្រូវបានគេចាប់បាននៅក្នុងប្រទេសម៉ាលីនៅតាមដងទន្លេមួយនៅក្នុងឆ្នាំ1861បន្ទាប់មកគេបានបញ្ជូនចាំបូទៅកាន់សួនសត្វមួយរបស់បារាំងនិងទៅកាន់ទីក្រុងឡុងនៅទីនោះចាំបូមានកេរ្តិ៍ឈ្មោះល្បីៗនិងសម្បូរមនុស្សទៅទស្សនាវាខ្លាំងណាស់នៅក្នុងឆ្នាំ1982សួនសត្វក៏បានលក់ចាំបូទៅឲ្យអ្នកជំនួញជនជាតិអាមេរិកដែលមានឈ្មោះថា P.T. Barnum នៅក្នុងតម្លៃ$10,000
លោកភីធីបាននំនេះគឺជាអ្នកដឹកនាំនៅក្នុងការសម្ដែងសៀកគាត់បាននាំយកដំរីចាំបូនេះដើរសម្ដែងសៀកពីកន្លែងមួយទៅកន្លែងមួយមិនយូរប៉ុន្មានដំរីចាំបូបានក្លាយទៅជាតួឯកនៅក្នុងវងសម្ដែងសៀកបាននំអែនបេលីចាំបូដែលមានទម្ងន់ប្រមាណជា7តោនបានស្លាប់នៅក្នុងឆ្នាំ1885ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវរថភ្លើងទោះបីជាចាំបូបានស្លាប់ហើយក៏ដោយលោកបាននំនៅតែបន្តរកចំណូលបានពីការយកឆ្អឹងរបស់ចាំបូនេះទៅតាំងពីពណ៌ទី8លៀនវាងដំរីដែលជានិមិត្តរូបរបស់តៃវ៉ាន់នៅក្នុងឆ្នាំ1942ទាហានជប៉ុនបានឈ្លានពានចូលទឹកដីភូមានិងបានចាប់សត្វដំរីជាច្រើនយកទៅកសាងផ្លូវនិងបន្ទាយនៅឆ្នាំបន្ទាប់កងទ័ពចិនក្រោមបញ្ជារបស់លោកចាងខៃជាបានវាយប្រហារទៅលើយោធាជប៉ុននៅក្នុងទឹកដីភូមានិងថែមទាំងបានចាប់ដំរីរបស់ជប៉ុនចំនួន13ក្បាលបន្ទាប់មកក៏បានបញ្ជូនវាទៅកាន់ទឹកដីរបស់ចិននៅក្រៅសង្គ្រាមលោកលើកទី2នៅក្នុងចំណោមដំរី13ក្បាលនោះមានតែ7ក្បាលតែប៉ុណ្ណោះដែលនៅបន្តរស់រានមានជីវិតលុះចូលមកដល់ឆ្នាំ1947នៅក្នុងចំណោមដំរី7ក្បាលនោះ3ក្បាលត្រូវបានគេបញ្ជូនទៅកាន់កោះតៃវ៉ាន់3ឆ្នាំក្រោយមកមានតែ1ក្បាលទេដែលនៅបន្តរស់រានមានជីវិតមួយក្បាលនេះត្រូវបានគេឲ្យឈ្មោះថាលៀនវាងដំរីលៀនវាងនេះត្រូវបានគេប្រគល់ទៅឲ្យសួនសត្វទីក្រុងតៃប៉េនៅក្នុងឆ្នាំ1954នៅទីនោះវាមានប្រជាប្រិយភាពយ៉ាងខ្លាំងមនុស្សជាច្រើនបានទៅទស្សនាវាដំរីដែលមានកេរ្តិ៍ឈ្មោះនេះបានស្លាប់នៅក្នុងឆ្នាំ2003នៅអាយុ86ឆ្នាំដំរីលៀនវាងត្រូវបានគេទុកថាជានិមិត្តរូបនៃប្រជាជនរបស់តៃវ៉ាន់